បាទសូមបញ្ជាក់ជូនថាភ្លៀងចាប់ផ្ដើមធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើនជាពិសេសគឺថ្ងៃទី11និងថ្ងៃទី12នេះដែលបង្កជាចំនួនទឹកភ្លៀងនិងចំនួនស្ទឹងនៅតាមបណ្ដាខេត្តមួយចំនួនជាពិសេសគឺនៅតាមបណ្ដាខេត្តមាត់សមុទ្រទី1ខេត្តកំពតគឺនៅក្នុងក្រុងកំពតនេះភ្លៀងធ្លាក់115មីលីម៉ែត្រជាងហើយនៅក្រុងបូកគោគឺធ្លាក់ក្នុងកម្រិត96មីលីម៉ែត្រអញ្ចឹងទេយើងឃើញមានចំនួនទឹកភ្លៀងនៅក្នុងក្រុងកំពតរយៈពេល2-3ម៉ោងដែរហើយបន្តមកបានចាប់ផ្ដើមស្រកចុះជាបដើហើយមកដល់ម៉ោង4រសៀលថ្ងៃទី13គឺនៅក្រុងកំពតស្ថានភាពធម្មតាមិនមានការលិចលង់ទេគឺបានហូរអស់ទៅវិញហើយទី2នៅខេត្តបរសេនុក៏ភ្លៀងធ្លាក់ជោគជាំច្រើនដែលធ្វើឲ្យមានចំនួនឆាប់រហ័សនៅតាមតំបន់មួយចំនួនចំពោះផ្លូវជាតិលេខ4កន្លែងដែលធ្លាប់លិចលង់កន្លងមកគឺมันមានការប៉ះពាល់ដល់ផ្លូវជាតិទេបន្ទាប់ពីក្រសួងសាធារណការបានធ្វើការកែសម្រួលរួចគឺมันមានលេខទេឆ្នាំនេះប៉ុន្តែបានប៉ះពាល់ទៅក្នុងផ្លូវលំនៅក្នុងឃុំមួយចំនួនតែមកដល់ម៉ោង4រសៀលគឺទឹកចាប់ផ្ដើមស្រកជាបដើទៅវិញហើយដូចជាមិនមានបញ្ហាអីធ្ងន់ធ្ងរទេទោះបីថានៅមានភ្លៀងរលឹមខ្លះតែយើងសង្ឃឹមថានៅវេលាព្រឹកនេះគឺស្ថានភាពនឹងបានល្អប្រសើរតំបន់ផ្លូវលំមួយចំនួនត្រូវបានអាជ្ញាធរផ្អាកឥឡូវនេះបានបើកឲ្យដំណើរការចរាចរណ៍ឡើងវិញហើយយើងសង្ឃឹមថាស្ថានភាពទឹកនឹងបន្តស្រកចុះនេះសម្រាប់ខេត្តបរសេនុមួយទៀតដែរគឺនៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺយើងឃើញភ្លៀងក្នុងកម្រិតបង្គួរអញ្ចឹងទេកន្លែងដែលពុះអូគឺមានចំនួននៅក្នុងអូប៉ុន្តែស្ថានភាពជាទូទៅនៅកំពង់ស្ពឺมันមានបញ្ហាអីធ្ងន់ធ្ងរទេក្រៅពីជាប់ស្ត្រីម្នាក់ដោយដែលយើងបានឃើញនៅកន្លែងដែលទឹកហូរខ្លាំងនៅពោះអូនោះហើយក្រោយពីជួយសង្គ្រោះឥឡូវស្ថានភាពក៏បានប្រក្រតីឡើងវិញហើយមិនមានបញ្ហាអីទេបាទមួយទៀតគឺនៅខេត្តកោះកុងក៏មានភ្លៀងធ្លាក់ជោគជាំជាពិសេសគឺនៅខាងស្រែអំបិលជាមួយនឹងស្រុកថ្មបាំងយើងឃើញស្ទឹងអរ៉ែងហក់ឡើងខ្លាំងភ្លៀងធ្លាក់នៅតំបន់ជួរភ្នំនេះបានហូរស្រង់ចុះមកក្រោមធ្វើឲ្យកាត់ផ្ដាច់មួយរយៈខ្លីនៅផ្លូវធ្វើដំណើរជាពិសេសគឺអ្នកទេសចរដែលឡើងទៅខាងខ្នងផ្សារពីខាងកោះកុងនេះប៉ុន្តែអាជ្ញាធរក៏បានជួយសង្គ្រោះរួចរាល់អស់ហើយទឹកក៏ចាប់ផ្ដើមស្រកជាបដាបាទហើយអាចថ្ងៃដូចគ្នានឹងវិលទៅរកភាពប្រក្រតីឡើងវិញចំពោះខេត្តពីរទៀតក៏យើងឃើញមានស្ថានភាពទឹកហក់ឡើងដែរទី1គឺស្ទឹងសង្កែរបស់ខេត្តបាត់ដំបងដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុកសំឡូតអញ្ចឹងយើងពីម្សិលមិញយើងឃើញមានជំនន់នៅតាមផ្លូវទឹកមួយចំនួនតែឥឡូវនេះនៅក្នុងស្រុកសំឡូតគឺទឹកបានស្រកស្រង់ផុតអស់ហើយអត់មានកន្លែងដែលមានកជាចំនួនលិចផ្លូវឬក៏ប៉ះពាល់ដល់ស្ពានឬការធ្វើដំណើរទេបានស្រកផុតអស់ហើយទឹកនេះនឹងប្រមូលចូលមកក្នុងអាងទឹកសេកសកឬក៏អាងទឹកពហុបំណងដែលស្ថិតនៅក្នុងស្រុករតនមណ្ឌលហើយនឹងទម្លាក់ចុះមកតាមស្ទឹងព្រឹកមិញនេះគឺមន្ទីរធនធានទឹកនៅឧតុនិយមចាប់ផ្ដើមបើកទ្វារអាងទឹកសេកសកនេះទម្លាក់ចុះមកហើយនឹងបន្តធ្វើការបែងចែកដោយប្រព័ន្ធទ្វារទឹកកង្ហតដែលស្ថិតនៅក្នុងស្រុកបាណន់របស់ខេត្តបាត់ដំបងហើយទៅតាមបលាយមេបលាយរងដើម្បីបន្តស្រោចស្រពទៅលើផ្ទៃដីដែលកំពុងត្រូវការទឹកខ្លាំងបាទប្រព័ន្ធកង្ហតនេះមានផ្ទៃដីប្រហែលជា60000ហិកតាហើយកំពុងតែត្រូវការទឹកខ្លាំងមែនទែនកាលពីចំនួនលើកទី1កន្លងមកពីថ្ងៃ4ថ្ងៃ5នេះគឺយើងបានរុញទឹកទៅមួយចំនួនប៉ុន្តែមិនទាន់គ្រប់ទេហើយសង្ឃឹមថាលើកនេះយើងនឹងបានរុញទៅដល់ផ្ទៃដីស្រែជាច្រើនទាំងនៅក្នុងស្រុកបាណន់ស្រុកសង្កែស្រុកមោងឫស្សីស្រុកកោះក្លោអីជាដើមដែលកំពុងតែត្រូវការទឹកដោយសារតែរបាយទឹកភ្លៀងគឺរអាក់រអួលខ្លាំងមែនទែនក្នុងពេលកន្លងមកដូចហើយសូមអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះបងប្អូនដែលរស់នៅអមសងខាងស្ទឹងសង្កែនេះទឹកនឹងបន្តកើនឡើងដោយសារយើងបើកទ្វារទឹកសេកសកប៉ុន្តែចំនួននេះវាជាកត្តាវិជ្ជមានមួយល្អណាស់សម្រាប់ស្រូវដែលកំពុងតែត្រូវការទឹកបាទហើយมันមានជាបញ្ហាធ្ងន់ធ្ងរទេស្ថានភាពចំនួននេះគឺយើងអាចគ្រប់គ្រងបានទាំងស្រុងហើយកំពុងតែបែងចែកទៅកាន់ផ្ទៃដីស្រែដែលត្រូវការទឹកបាទមួយទៀតគឺតាក់ទងជាមួយស្ទឹងមង្គលបុរីរបស់
ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យហើយយើងឃើញភ្លៀងធ្លាក់នៅខេត្តបៃលិនតំបន់ជួរភ្នំហ្នឹងឥឡូវហូរចូលមកស្ទឹងមង្គលបុរីមួយផ្នែកធ្លាក់នៅបៃលិនតំបន់ជួរភ្នំមួយផ្នែកទៀតធ្លាក់នៅក្នុងស្រុកគំរៀងហើយហូរចូលមកបង្កើតបានជាស្ទឹងមង្គលបុរីឬក៏ស្ទឹងអ្នកបាត់ដំបងហៅស្ទឹងបវលអញ្ចឹងនេះទឹកនឹងបន្តកើនឡើងដែរប៉ុន្តែมันមានអ្វីដែលគួរឲ្យព្រួយបារម្ភទេហើយទឹកនេះនឹងបញ្ជូនមកផ្នែកខាងក្រោមមកស្រុកបវលមកស្រុកមង្គលបុរីហើយផ្ទៃដីស្រែជាច្រើនក៏កំពុងត្រូវការទឹកដូចគ្នាដែរនឹងស្ទឹងសង្កែស្ទឹងមង្គលបុរីនេះគឺមានចំនួនដងកាលពីថ្ងៃ4ថ្ងៃ5ថ្ងៃ6អីកន្លងមកប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេផ្ទៃដីស្រែនៅត្រូវការទឹកច្រើនទៀតអញ្ចឹងចំនួនលើកនេះក៏ជាកត្តាវិជ្ជមានសម្រាប់យើងធ្វើការបែងចែកទៅកាន់ផ្ទៃដីស្រែរបស់បងប្អូនប្រជាពលរដ្ឋជាសរុបមកវិញក្នុងរយៈពេល3ថ្ងៃកន្លងមកជាពិសេសថ្ងៃ10 11និងទី12របាយទឹកភ្លៀងបានធ្លាក់ច្រើននៅតំបន់មាត់សមុទ្រនិងតំបន់ជួរភ្នំក្រវាញនៅក្នុងខេត្តចំនួន7ហើយស្ថានភាពចំនួនដូចខ្ញុំបានរៀបរាប់ជូនគឺបានធូរស្រាលហើយនៅផ្នែកខាងបរសៃអនុនេះហើយកពតនៅខាងកោះកុងជាដើមបានធូរស្រាលខេត្តខ្លះធូរស្រាលរងស្រងហើយខេត្តខ្លះក៏កំពុងតែបន្តស្រកចុះដោយឡែកសម្រាប់ភាគពាយ័ព្យគឺចំនួនស្ទឹងសង្កែនិងមង្គលបុរីគឺកំពុងតែបែងចែកទឹកចំនួននេះទៅកាន់ផ្ទៃដីស្រែរបស់បងប្អូនប្រជាកសិករទៅតាមប្រព័ន្ធទ្រាសាស្ត្រនានាបាទ